Vàសូមស្វាគមន៍មកកាន់នៅ Channel YouTube របស់ខ្ញុំបាទហ៊ីហ៊ានថ្ងៃនេះគឺខ្ញុំមានវីដេអូមួយចែកជូនទៅដល់អ្នកទាំងអស់គ្នានៅក្នុងការប្រើប្រាស់នៅតួអក្សរឆ្លាក់នៅក្នុង Word Art តោះជាដំបូងមុននឹងចូលទៅដល់ក្នុងការអនុវត្តនៅតួអក្សរឬការបង្កើតនៅតួអក្សរ Word Art គឺខ្ញុំនឹងឲ្យនិយមនៃ Word Art Word Art គឺជាអក្សរម្យ៉ាងដែលយើងអាចលេងម៉ូដអក្សរបានច្រើនម៉ូដនិងងាយស្រួលនៅក្នុងការបំលាស់ពីទីតាំងមួយទៅទីតាំងមួយឬពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតតើរបៀបនៅក្នុងការប្រើប្រាស់ជាដំបូងយើងចូលមកកាន់ Insert ហើយអ្នកគ្នាមកមើលកន្លែង Word Art របស់យើងដែលរូបតំណាងគឺអក្សរ A ផ្ដេកមានផ្ដេកមកអ្នកគ្នាវាផ្ដេកបជាងបន្តិចអ្នកគ្នាឃើញកន្លោនអូខេនេះគឺជាប្រភេទតួអក្សរដែលអ្នកគ្នាអាចជ្រើសរើសយកទៅធ្វើនៅក្នុងសិលកិច្ចការរបស់អ្នកគ្នាបាននេះគឺជាប្រភេទ Word Art អូខេដើម្បីនៅក្នុងការជ្រើសយកមកធ្វើបានអ្នកគ្នាចុចទៅលើតួអក្សរមួយមកអូខេហើយវានឹងបង្ហាញរូបដូចខាងក្រោមនេះនេះឃើញហើយបន្ទាប់មកយើងចុចទៅលើប្រអប់នឹងរួចមកយើងលុបវាចោលយើងធ្វើការលុបវាចោលដើម្បីសរសេរនៅតួអក្សរដែលយើងចង់ដាក់នៅចូលក្នុងហ្នឹងតោះដំបូងគឺខ្ញុំវាយអូខេខ្ញុំធ្វើការបដូរនៅតួអក្សរសិនព្រះជាណាចក្រយ៉ាកម្ពុជាអូខេនេះគឺជាអក្សរដែលខ្ញុំអាចលើកមកធ្វើជាឧទាហរណ៍អ្នកទាំងអស់គ្នារបៀបនៅក្នុងការបដូរផ្ទៃអក្សរឬពណ៌បន្ទាត់និងម៉ូដអក្សរបន្ទាប់យើង select ទៅលើអក្សរនៅក្នុងប្រអប់នឹងមករួចចុចកន្លែងរួចមកយើងចុចកន្លែង Save Format អ្នកឃើញហើយកន្លែង Save Format ហ្នឹងអូខេបន្ទាប់មកដើម្បីនៅក្នុងការផ្លាស់ប្ដូរនៃពណ៌របស់អក្សរអ្នកទាំងអស់គ្នាចុចមកកាន់ text file អ្នកទាំងអស់គ្នាផ្ទៃពណ៌របស់អក្សរអូខេផ្ទៃអ្នកគ្នាផ្ទៃខាងក្រោយនេះគឺខ្ញុំនឹងជ្រើសរើសពណ៌នេះមួយដាក់មួយទៀតនៅក្នុងការប្រើប្រាស់សម្រាប់ដាក់ពណ៌ជុំវិញនៃអក្សរយើងចុចកន្លែង text outline អ្នកគ្នានេះពេលអ្នកគ្នាអាចជ្រើសរើសពណ៌ណាផ្សេងដាក់ក៏បានដែរនេះគឺជាដាក់ពណ៌នៅកែមសងខាងអូខេយើង select ទៅលើអក្សរដដែលសម្រាប់នៅក្នុងការបដូរម៉ូដអក្សរយើងចូលកន្លែង format ដដែលហើយយើងចូលកន្លែង text effects អ្នកគ្នាចូលកន្លែង text effect ដើម្បីបដូរនៅក្នុងការផ្លាស់ប្ដូរនៅតួអក្សររបស់យើងអូខេនេះគឺជាទម្រង់តួអក្សរទំហំនៃកែមសង្ខាររបស់យើងនេះអ្នកគ្នាដើម្បីក្នុងការចាប់ទាញវាទៅលើទៅក្រោមទៅឆ្វេងទៅឆ្ដាំអ្នកគ្នាដាក់ឲ្យឡើងសញ្ញា4ហ្នឹងមកអូខេហើយបន្ទាប់យើងចូលមកកាន់ format ដើម្បីដាក់ឲ្យអក្សរនឹងកោងអ្នកគ្នាមើលកន្លែងនេះ Word Art នេះគឺចុចកន្លែងហ្នឹងមកអូខេយើងមើលខាងក្រោមគេ
ដើម្បីដាក់ឲ្យអក្សរកោងចុចខាងលើនឹងមកអូខេនេះគឺជាទម្រង់អក្សរដែលដាក់អក្សរកោងអ្នកគ្នាអាចចុចខាងលើហើយអ្នកគ្នាទាញខាងក្រោមមកអូខេបើអ្នកទាំងអស់គ្នាអត់ស្រឡាញ់នៅអាកែមសំខាន់អ្នកគ្នាអាចចុចឡើង format ដដែលវិញនេះចុចអូខេផ្លាស់ប្ដូរមកអត់ពេញចិត្តទេអ្នកគ្នាកុំដាក់ no អូខេនេះគឺជាអក្សរដែលយើងចង់ដាក់អ្នកគ្នាស្លេចសារថ្មីមកចូលឡើង format ចូលកន្លែង work add saler ណែមករួចហើយអ្នកគ្នាមើលនេះគឺជាទម្រង់អក្សរកោងអ្នកគ្នាចង់កោងបែបណាជាដូចជាទឹករលក់ឬក៏កោងវិលជុំវិញឬខាងលើខាងក្រោមអូខេវាទៅកាត់ទាញវាបន្តិចមកអូខេអ្នកគ្នាវិញចុចកន្លែង format ដដែលយើងមើលទៅតួអក្សរផ្សេងទៀតដូចជាការដាក់ឲ្យឡើងនៅស្រមោលអ្នកគ្នាបងអ្នកគ្នាស្រឡាញ់មួយណាអ្នកគ្នាអាចដាក់ទៅពណ៌ជាមួយនឹងបាទអូខេនេះគឺជាស្រមោលហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចចុច like និង share នៅវីដេអូខ្ញុំម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗ